好的，好的，好的，大家早上好，早上好。好的，今天我们继续学习啦。今天是跟老师写日期，今天是2026年，对，2026年5月，对，还是5月。好，几号了，大家？23号。好，今天是星期几？大家，今天是星期，对，星期二，对，今天是星期二。好，我们看一下，对，大家的啊，大鸡呀架，大家，对，大家，你们知道了谈，对，今天我们要谈事情，对，谈事情，谈谈事，对。谈事情，别他谈事情，没得他，给他พิพิธาการเงี้ย给把别聊天ในพวกยังเราชื่อไปที่ไอเปียถ้าฐานไปถ้าพิพิธาการเงี้ยคือการเงี้ยแบบเดียวกันนะถ้าเพลอการมีประโยชน์จ้ะแมนจะเช็คนี่แบบเดียวกันนะคำสั่งเนี่ย今天我要去跟他谈一下，对，谈一下，谈ไป他给他谈就ใจพิพิธาการเงี้ย谈，对。好，第三，自己，对，经常自己某什么能我的好，自己做，对，自己说自己喝，我自己去，对，自己，好，那边的说自己那部我说人的那些不行，自己人你看他爱自己人，对，好，爱好ประชาชนโนเจ็ด让，对，to เอา叫หา京剧ละคร真这个ละครออเปร่า呢喜欢我喜欢你你喜欢他非常你今天做非常棒非常好对唱你会唱歌吗会不会唱我不会唱对玩今天我们玩什么呢？对，玩电脑游戏。对，玩电脑游戏。好，感到没得他ตัวร้องมา呢？感到对，心情没得อารมณ์ข้างนอกหรือกำหนดเจตนา你的心情对，今天心情不好，可能อารมณ์อ่อน心情不好，对，愉快没得他 happy 来，对，业余没得他就是有空的时候，就是有时间，我们叫业余，以前你บอกว่าปี以前嘛，它 before ปีมดหรือกับมดเปกับbạn đấy 以前对nhưng luật sư đừng biểu ta bên này nhưng bọn ta bị bọn ta môn bề ta chiều cứ tuệ trớ书法อักษรช่อง对特别比赛感兴趣จับอารมณ์兴趣จับอารมณ์ไพ่ไม่ได้ท่าบรรจุนเหมือนรู้ว่าไพ่มันนั้นบรรจุนไพ่บรรจุน对画cùngกูcùng nú hoa ten cùng nú hoaนี่làกูcùng nú tại phía dưới chịu verb đấy tại phía dưới chỉ noun trong bộ thânจะtại phía dưới verb ได้ท่ากูcùng nú tại phía dưới nóได้ท่าcùng nú对好我们看一下rồiនេះគេឲ្យយើងចេះប្រើទម្រង់បែបលក្ខណៈថាភាសាកតុយថាហ្នឹងហើយត្រូវហើយណាa a o o e u អញ្ចឹងអាន e r ya 对ya នេះអត់អីទេអានេះចាំសើបបញ្យោតាមទឹកក្រោយเรา是不用有别它以前就没别它以后以前យើងបកថាបកបានពីបើយើងបកអង់គ្លេសគឺ before តែមួយទេតែបើសិនភាសាខ្មែរយើងមានពីរយើងបកថាពីមុន
hay là môn P តែខុសគ្នាបន្តិចណាអញ្ចឹងយើងមើលដល់ពេល echo ដូចគ្នាណាក្រោយពេល after ណាក្រោយពេលឬក៏លើកក្រោយតែបើអង់គ្លេសគឺអត់មានទេអង់គ្លេសមានតែ after ចិនគឺមានតែ echo មួយដែរតែបើខ្មែរយើងមាន2មានក្រោយពេលនិងលើកក្រោយដល់ពេលពាក្យភាសា以前 before មានពាក្យពីមុននិងមុនពេលតោះឥឡូវយើងមើលគេថា以前对你们看一下以前我是公司支援对现在我是留学生好ចឹងឡើយមើលពួកយើងមើលបើសិនជា 以前 នៅក្បាលប្រយោគហ្មងណា 以前 ក្បាលប្រយោគយើងបត់ថាពីមុនស្រួលទេពួកយើងចំណាំណាពេលយើងចង់និយាយខ្មែរពីមុនខ្ញុំជាបុគ្គលិកក្រុមហ៊ុន以前我是公司支援以前我是公司支援现在了នេះ是留学生គឺជាសិស្សអាហារូបករណ៍ឬក៏សិស្សបរទេសសិស្សពាក្យ留学生មានសិស្សបរទេសដែលមករៀនទៅប្រទេសគេ留学生对他现在是学生គាត់ឥឡូវនេះគឺជាសិស្ស以后想当教师对ថ្ងៃក្រោយណាទោះយើងបកថ្ងៃក្រោយវិញ以后ថ្ងៃក្រោយ想ចង់តាំងថាធ្វើជាចាប់ទុកជាធ្វើជា教师គ្រូបង្រៀន对អញ្ចឹងអត់ពិបាកទេនិយាយខ្លីហ្មង以前នៅពីមុខហៅទៅបកថាពីមុនណាដល់ពេល以后បកថានៅក្រោយពេលវិញ好តោះចឹងឥឡូវយើងមើលកន្លែងនេះតទៀត来中国以前我是公司支援来中国以前对មានថាកន្លែងនេះបើថាមុនពេលវិញឃើញទេ before ដូចគ្នាក៏តែកន្លែងនេះបើថាមុនពេលវិញបានវាស៊ី对មុនពេលដែលមកប្រទេសចិន我是公司支援ខ្ញុំគឺជាបុគ្គលិកក្រុមហ៊ុន对我一个星期以后回来កន្លែងនេះបើថាក្រោយពេលវិញខ្ញុំមួយសប្តាហ៍ក្រោយទៀតបានមកចឹងមានន័យថានៅចាំពេលមួយអាទិត្យទៀត我一个星期以后回来ខ្ញុំអាទិត្យក្រោយមួយទៀតបានមក对ក្រោយញ៉ាំចង់និយាយថាមួយអាទិត្យក្រោយទៀតបានមកចឹងយើងចំណាំណា以前នៅមុខបើថាពីមុន以前នៅកន្ទុយបើថាមុនពេល以后នៅខាងក្រោយបើថាក្រោយពេលអានេះបើថាក្រោយពេល以后នៅមុខនេះវិញប្រែថាលើកក្រោយ对好តោះ是ប្រយោគមួយទៀតពាក្យថានេះពួកយើងចំណាំ对បូកជាមួយនឹង名词对បូកជាមួយនឹងនាមហ៎ចឹងដល់ពេលយើងចង់និយាយថាខ្ញុំចាប់អារម្មណ៍ទៅលើអ្វីមួយគឺក្នុងភាសាចិនគេនិយាយថាចេះសេពីញីមកលឿនពួកយើង我对什么什么อะไร对什么什么คือនាមហើយដាក់感兴趣感兴趣对感兴趣睡不着នៅពេលដែលឧទាហរណ៍នៅពេលយើងចាប់អារម្មណ៍ទៅលើអ្នកណាម្នាក់យើងនិយាយថា我对ហើយដាក់របស់ដែលយើងចាប់អារម្មណ៍ថាមនុស្សឬក៏វត្ថុឬក៏អ្វីមួយទេ我对书法感兴趣ខ្ញុំចាប់អារម្មណ៍ចំពោះអក្សរផ្សំណាអត់អាចនិយាយថា你给他不能说我感兴趣书法ខ្ញុំចាប់អារម្មណ៍ទៅលើអក្សរផ្សំហើយអត់និយាយចឹងណាត្រូវនិយាយថាខ្ញុំ对书法感兴趣បើសិនយើងចាប់អារម្មណ៍ទៅលើភាសាចិនយើងដាក់ថា稍等一下我យើងបើយើងចាប់អារម្មណ៍ទៅលើភាសាចិនយើងដាក់ថា我អី我对
luật sư xây chân mà luật sư xây learning will outbreak 我对中文感兴对我对中文感兴趣ខ្ញុំចាប់អារម្មណ៍ទៅលើភាសាចិនអញ្ចឹងនៅពេលយើងចង់និយាយថាចាប់អារម្មណ៍ទៅលើអ្វីមួយដាក់អ្វីមួយហ្នឹងនៅកន្លែងនៅកណ្ដាលអាទួយហ្នឹង懂吗对好តែយើងអាចនិយាយថា我感兴趣对中文ណាអត់ត្រូវទេ好他对这件事不感兴趣对អញ្ចឹងត្រូវគាត់ចំពោះរឿងមួយហ្នឹងគឺគាត់ចាប់អារម្មណ៍ទេ不能说他不感兴趣这件事គាត់មិនចាប់អារម្មណ៍ទៅលើរឿងអ្វីមួយហ្នឹងទេអត់ត្រូវណានេះខុសទម្រង់វេយ្យាករណ៍នេះត្រូវ对他对我很好គាត់ល្អចំពោះខ្ញុំណាស់មិនមែនថា他很好对我呢对你要他对我很好对อันนั้นคือวេយ្យាករណ៍របស់ភាសាចិន好的那今天我们到这里吧对មើល是រកកន្លែងបន្តិចកន្លែងណាត្រូវថែមទៀតអត់好តោះកន្លែងនេះលោកចង់ពួកយើងអានតិចតោះ来啊去啊跑啊走啊好啊是啊看啊想啊喜欢汉语喜欢音乐喜欢学习喜欢看电视爱好京剧爱好音乐爱好体育爱好运动上课以前睡觉以前下课以后回家以后对电脑游戏感兴趣对京剧感兴趣对这个不感兴趣请你说请大家看请你们读派我来中国派他去上海让我们谈爱好请老师教书法请老师教书法请老师教英语请老师教英语请老师教京剧对អញ្ចឹងថ្ងៃនេះយើងប៉ុណ្្នឹងសិនហើយកន្លែងហ្នឹងលោកសើពួកយើងរៀនបកប្រែឲ្យលោកសើណាហ្នឹងគឺជាជាប់យាណាចាំមើលពួកយើងអាចបកបានឬក៏អត់ព្រោះសារពាក្យនេះគឺលោកសើដឹងហើយថាពួកយើងអាចបកបាន好今天我们到这里吧谢谢大家我们再见拜拜你们